សាំងផ្សាររឿងរ៉ាវរៀបការពីគាត់នៅក្មេងដែលយីគាត់ខាពេញកាមួយខែយីសំឡាញ់លោកចៅមហាខឹងណាស់អីយ៉ាក់នាងនេះឆាប់មែនលេងក៏លេងតែនាងសងបណ្ដាកាយីឆ្លើយវិញឲ្យសងក៏ខ្ញុំមិនថាតែលោកចៅមហាត្រូវសងក្រមុំខ្ញុំដែរមេឃុំអើយអើយអលោកមេឃុំសូមជួយខ្ញុំព្រោះខ្ញុំមានបញ្ហាសម័យខ្ញុំគ្មានបណ្ដាការដណ្ដឹងតែចិននឹងចិត្តអីលើមានវិបត្តិខ្ញុំសូមជម្រាបសេចក្ដីប្តីខ្ញុំខើហើយគាត់ណាស់មកផ្ទះរករឿងរាល់ថ្ងៃមិនត្រឹមតែស្ដីជេរហើយរកលែទីលែងមេឃុំអើយប្រាប់ផងខ្ញុំដល់ចំបែងបើខ្ញុំព្រមលែងក្រមុំខ្ញុំអ្នកណាសងមេឃុំអើយអើយអលោកមេឃុំយាយប្រាំខ្ញុំថាមេឃុំនេះណាជួយផ្សងផ្សាររឿងរ៉ាវរៀបការពីគាត់នៅក្មេងប្តីយីគាត់ខើពេញកាមួយខែយីសំឡាញ់លោកចៅមហាខឹងណាស់អីយ៉ាក់នាងនេះចោតមែនលេងក៏លេងតែនាងសងបណ្ដាកាយីឆ្លើយវិញឲ្យសងក៏ខ្ញុំមិនថាតែលោកចៅមហាត្រូវសងក្រមុំខ្ញុំដែរមេឃុំអើយអើយអលោកមេឃុំសូមជួយខ្ញុំព្រោះខ្ញុំមានបញ្ហាសម័យខ្ញុំគ្មានបណ្ដាការដណ្ដឹងតែចិននឹងចិត្តអីលើមានវិបត្តិខ្ញុំសូមជម្រាបសេចក្ដីប្តីខ្ញុំខើហើយខូចណាស់មកផ្ទះរករឿងរាល់ថ្ងៃមិនត្រឹមតែស្ដីជេរហើយរកលែពីលែងមេឃុំអើយប្រាប់ផងខ្ញុំដល់ចំបែងបើខ្ញុំព្រមលែងក្រមុំខ្ញុំអ្នកណាសងបើខ្ញុំព្រមលែងក្រមុំខ្ញុំអ្នកណាសងបើខ្ញុំព្រមលែងក្រមុំខ្ញុំអ្នកណាសង